ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើនៅសារតែខ្ញុំបានជូនប្តីរបស់ខ្ញុំទៅទិញរបស់ដែលគាត់ស្រឡាញ់ចូលចិត្តបើមិនឲ្យសប្បាយចិត្តមិនទៅបងហើយបើប្តីរបស់ខ្ញុំគាត់ពូកែធ្វើការងារពូកែទាំងរោប្រាក់ចំណូលឲ្យប្រពន្ធហើយមើលរបស់ដែលគាត់ស្រឡាញ់គាត់ចង់បានគឺសិតតែរបស់ដែលរកចំណូលជាធម្មតាមិនថាប្រពន្ធណាក៏ដូចប្រពន្ធណាតែប្តីរបស់យើងគាត់ចង់បានអ្វីមួយដែលវាអាចរកចំណូលបានមកវិញគឺគាត់អត់កំណាញ់ទេក្នុងការទិញឲ្យប្តីរបស់គាត់នោះទោះបីជាអត់លុយយ៉ាងណាក៏ត្រូវតែរកលុយដើម្បីទិញបំពេញបំណងប្តីដែរមានបងបរោះមួយចំនួនទៅគាត់លួចអន់ចិត្តថាមិនក៏ប្រពន្ធអញសុំទិញនេះទិញនោះក៏គាត់មិនព្រមទិញឲ្យដោយប្រពន្ធគេណតែបើតាមខ្ញុំឃើញភាកច្រើនណាបងបរោះដែលគាត់អាសាអន់ចិត្តនឹងប្រពន្ធហ្នឹងភាកច្រើនអ្វីដែលគាត់សុំប្រពន្ធគាត់ទិញនេះមានអីគេគឺមានតែបាសជារឿងការ៉ាអូខេពេលគាត់ជួបជុំមិត្តភ័ក្តិខ្ញុំអាចនិយាយបានថាសឹងទៅថា10លើ10តែម្ដងខ្ញុំឃើញបរោះភាកច្រើនគឺអញ្ចឹងគាត់កម្រសំប្រពន្ធរបស់គាត់ទិញរបៀបអីមួយដែលថារោប្រាក់ចំណូលបានវិវាអញ្ចឹងណាបងពេលច្រើនទៅទិញតែអាណាដែលអត់សូវមានប្រយោជន៍ទេហើយបងដឹងស្រាប់ហើយដូចធុងបាសអីមួយសិតតែរាប់រយដុល្លារហើយគ្រួសារអត់ម្លឹងគាត់មិននឹងព្រមឲ្យប្តីគាត់ទៅទិញចំណាយលុយទៅលើរបស់ចឹងហើយណាមួយអញនិយាយបានថាប្តីរបស់ខ្ញុំគាត់រឹងខុសពីគេគាត់ចូលចិត្តសុំប្រពន្ធទិញអីមួយសុទ្ធតែរបស់ដែលអាចរកចំណូលបានសុទ្ធតែរបស់មានប្រយោជន៍ជាធម្មតាប្រពន្ធណាបានប្តីល្អអញ្ចឹងសប្បាយចិត្តក្នុងការទិញឲ្យប្តីហ្មងទោះបីថ្លៃប៉ុណ្ណាក៏ព្រមទិញឲ្យប្តីដែរហើយខ្ញុំសូមអធិស្ឋានផងបងបើសិនជាខ្ញុំនិយាយទៅខុសឆ្គងត្រង់ណាហើយអ្វីដែលពិសេសបងតគ្នាប្តីរបស់ខ្ញុំគាត់ស្រឡាញ់ខ្ញុំគាត់តណាមកណាមិនថាឆ្ងាយឬចិត្តទេគាត់តែងតែយកខ្ញុំទៅតាមគាត់រហូតអញ្ចឹងហើយធ្វើឲ្យខ្ញុំពីរនាក់គាត់នឹងគឺកាន់តែស្និទ្ធស្នាលគ្នារហូតបើប្តីប្រពន្ធមួយចំនួនគាត់នៅចិត្តគ្នារាល់ថ្ងៃធ្វើឲ្យគាត់ធុញទ្រាន់ធ្វើឲ្យគាត់មានអារម្មណ៍ថាអត់មានអីត្រូវភាសាជាមួយគ្នាដោយសារតែជួបមុខគ្នារាល់ថ្ងៃអញ្ចឹងណាតែចម្លែកអីតែប្តីប្រពន្ធខ្ញុំនៅក្បែរគ្នាកាន់តែយូរមានអារម្មណ៍ថាកក់ក្ដៅហើយកាន់តែស្រឡាញ់គ្នាខ្លាំងឡើងហើយថ្ងៃណាមួយបើសិនជាពួកខ្ញុំទាំងពីរនាក់ទៅណាមកណាអត់បានទៅជាមួយគ្នាមានអារម្មណ៍ថាអត់ចេះដើរទេបងចិត្តតែមានអារម្មណ៍មួយថាអត់សប្បាយចិត្តសោះទោះបីជាអត់មានវត្តមានគាត់ឬក៏វត្តមានខ្ញុំហើយក៏ទៅជាមួយមិត្តភ័ក្តិឬក៏គ្រួសារមិនក៏ដោយក៏មានអារម្មណ៍ថាដូចខ្វះអ្វីមួយយ៉ាងហើយអត់មានអារម្មណ៍ថាសប្បាយសោះបងណាខ្លះមានគូស្នេហ៍បែបហ្នឹងជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងមកដល់ត្រង់ចំណុចនេះខ្ញុំសូមណែនាំបងតោះគ្នាជាមួយនឹងទឹកដោះគោ My Cup ទឹកដោះគោ My Cup គឺជាផលិតផលដែលនាំចូលពីបរទេសមានលក្ខណៈស្តង់ដារធានាថាមានរសជាតិឈ្ងុយឆ្ងាញ់ហើយទឹកដោះគោ My Cup មិនមែនមានតែទឹកដោះគោខាប់ទេបងមានទាំងទឹកដោះគោខ្ទិះទៀតប្រសិនបើបងចង់ដឹងព័ត៌មានបន្ថែមឬក៏ចង់យកទៅលក់បន្តអីបងអាចឆាតទៅកាន់ Page My Cup Cambodia